Chợ là hâm món á. Mình phát kim ăn thôi đừng nào mà đo là hao. Ôi sao mà to. I love your glasses. Oh, you can take it out. Cambodia is beautiful, very beautiful. I love all the culture. I haven't had any issues so far. It is safe to travel in Cambodia. ជួយសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមានទីតាំងបុរាណដ្ឋានថ្មីមួយទៀតហើយដែលចង់មកនាំពុកម៉ែបងប្អូនមកស្គាល់ហើយបងប្អូនពីច្រើនប្រហែលជាអាចស្គាល់ហើយគឺឥឡូវនេះគឺខ្ញុំកំពុងតែនៅលើផ្លូវដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានក្បាលស្ពាតអ្នកនរគ្នានៅភ្នំកលែនហើយយើងជិះឡានមកយើងអាចឈប់នៅខាងក្រៅបន្ទាប់មកយើងត្រូវដើរឡើងភ្នំនេះចំនួនប្រហែលជា1គីឡូកន្លះទៀតបងប្អូនមិនយើងអាចឡើងទៅដល់ខាងលើហើយឥឡូវនេះគឺខ្ញុំអត់ទាន់បានឡើងទៅខាងលើទេកាមេរ៉ាសេរីចេះបវលតិចមកហ្នឹងហើយកាមេរ៉ាដៃថ្មីរៀងញ័រអញ្ចឹងហើយនេះគឺជាផ្លូវនោះគឺផ្លូវដែលយើងនឹងធ្វើដំណើរឡើងទៅរមណីយដ្ឋានក្បាលស្ពានអ្នកគ្នាគឺយើងមានផ្លូវខ្លះស្រួលដើរផ្លូវខ្លះយើងដើរលើក្លុកលើអីចឹងណាបងប្អូនគេថាទឹកនៅខាងលើហ្នឹងគឺស័ក្តិសិទ្ធិបងប្អូនអ្នកដែលមកទីនេះហើយគឺអត់ដែរចោលទេដឹងតែដួសទឹកយកទៅផ្ទះវិញហើយអ្នកគ្នាដែរឃើញដើមត្រឡប់ព្រៃអត់នេះដើមនេះហៅដើមត្រឡប់ព្រៃសបោឃើញគេដាក់អសងអីខ្ញុំអត់ស្គាល់ដែរបងប្អូនយើងដើរឡើងមកផែជាបាន 4-500 ម៉ែត្រគឺមានកញ្ចុះមួយសម្រាប់ដែរអញ្ចឹងណាបងប្អូនយើងហត់អាចចូលអង្គុយកញ្ចុះសម្រាប់សិនបាននៅខាងមុខសបោថ្មធំៗណាទាំងអស់គ្នាជិះពីសៀមរាបមក50គីឡូយើងដូចឡើងភ្នំអញ្ចឹងណាយើងជិះឡានឈប់នៅក្រោមយើងឡើងភ្នំបើអាការខ្ញុំទៅភ្នំកលែនលើកមុនជិះឡានចូលអត់រួចទេអញ្ចឹងយើងតតែជិះម៉ូតូរកចូលព្រៃហើយបានយើងត្រូវដើរធ្វើអីទៀតអាការខ្ញុំទៅស្រះដំរីបងប្អូនធ្លាប់ចេញវីដេអូទៅស្រះដំរីឲ្យពុកម៉ែបងប្អូនមើលម្ដងដែរអ្នកគ្នាអាចចូលទៅមើលវីដេអូចាប់ឲ្យខ្ញុំអ៊ីចេញមកពីណាដែរអ៊ីមកពីស្រុកប្រាំងអូអ៊ីមកពីស្រុកប្រាំងអ៊ីមកយូរនៅអូអ៊ីមក2ខែអូ2ខែបើទៅទៀតវិញអ៊ីទៅវិញបើទៅទៀតទៅវិញដើរមកដល់ភ្នំនេះឆ្ងាយដែរអ៊ីតាំងពីស្រុកប្រាំងមកឆ្ងាយដែរតែអ៊ីអត់ទៅស្អីកោះរងទៅអីកោះរងកោះអីហ្នឹងអត់សូវដែរបានទៅវាអ៊ីពីច្រើនមកសៀមរាបចាមកផុតខ្ញុំបានធ្វើដំណើរមកដល់ហើយអូស្មាតោមិញព្រុសអត់បានដាក់ចំណេញមកដឹងមានឆ្កែខ្ជូទៅដូចកាមេរ៉ាខ្ញុំអត់អីណាអ៊ីចាតតិចមកឃើញផុសឲ្យឃើញអីចឹងអ៊ីប្តឹងអីចឹងពីប្រាំងមកអីចាប់ហ្មងខ្ញុំតែទឹកនៅនេះគេស័ក្តិសិទ្ធតែអ៊ីគេថាស័ក្តិសិទ្ធណាចាខ្លះគេដងយកទៅវិញទុកប្រាស់ព្រំចាឥឡូវហ្នឹងគឺយើងបានមកដល់កន្លែងខែជ្រោះឡើង1000ណាបងប្អូនហើយនៅលើហ្នឹងយើងឃើញមានរូបវិស្ណុគឺផ្ទុំលើនាគអនន្តៈដែលមានពនាងលក្ស្មីគឺនៅចំភៀងត្រង់ហ្នឹងហើយនៅហ្នឹងគឺមានរូបចម្លាក់ច្រើនខ្លាំងមែនទែនបងប្អូនដែលបន្សល់ទុកតាំងពីសតវត្សទី11និយាយទៅនៅម្ដុំនេះគឺកសាងឡើងតាំងពីសតវត្សទី11កំឡុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1កសាងរហូតដល់សតវត្សទី13ក៏ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនក៏គាត់សន្និដ្ឋានថានៅទីតាំងនៅក្បាលស្ពាននេះគឺធ្លាប់មានមនុស្សប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិមកម្លេះបានន័យថាតាំងពីមុនសម័យកសាងចម្លាក់ទាំងអស់ហ្នឹងទៀតគាត់តែយើងប្រើប្រាស់ហ្នឹងគឺយើងអត់មានចម្លាក់យើងអត់មានអីចឹងណាបងប្អូនភ្នំនេះដូចជាអូកន្លែងនេះគឺគេធ្វើទីសក្ការៈបូជាអ្នកគ្នានេះនៅខាងក្នុងនេះត្រជាក់លហឹមហ្មងណាឥឡូវគឺគេចាប់ផ្ដើមអភិរក្សទៅផ្លូវយើងមកលេងក៏រៀងស្រួលដែរកាលពីមុនគឺយើងមករៀងពិបាកបើសិនជាពុកម៉ែបងប្អូនចង់មានកម្រងចង់ទៅដើរលេងនៅខេត្តសៀមរាបឬមួយក៏ទៅខេត្តណាក៏ដោយគឺពុកម៉ែបងប្អូនអាចធ្វើការកក់ស្វិតតាម Red Bus មកដែរបងប្អូនគ្រាន់តែមាន app Red Bus មួយគឺស្រួលខ្លាំងមែនទែនចង់កក់ស្វិតឡានក្រុងទៅណាក៏បានដែរហើយអាចជ្រើសរើសក្រុមហ៊ុនដែលអ្នកនរគ្នាពេញចិត្តក៏ប៉ុន្តែគឺខ្ញុំសូម recommend ក្រុមហ៊ុនមួយដែលគាត់ឥឡូវកំពុងតែមាន promotion ច្រើនមែនទែនគឺ e-booking អ្នកទាំងអស់គ្នាដោយសារតែឡានរបស់គាត់គឺមានផាសុកភាពល្អតកងឡានក៏មានបទពិសោធន៍យូរឆ្នាំទៀតសំខាន់គឺមាន discount ច្រើនទៀតដែលអ្នកទាំងអស់គ្នាជ្រើសរើសក្អីរួចហើយក្រោយនេះបងប្អូនកុំតន់ភ័យលុយធ្វើការប្រើប្រាស់ code កាដូ20នឹងទទួលបានការ discount $4ពីលើបន្ថែមទៀតក៏ដូចជាលុយមកវិញដល់ទៅ$6ស្របទៅ promotion នេះគឺអាចសងបានដល់ទៅ$13.6តាមការអំពាវនាវរបស់ក្រសួងទេសចរក្នុងរដូវកាលសាមគ្គីនេះគឺពួកយើងចូលរួមក្នុងការលើកស្ទួយវិស័យទេសចរក្នុងស្រុកយើងទាំងអស់គ្នាចឹងហើយបានយើងឃើញថាទាំង Red Bus ទាំង e-booking គឺពួកគាត់មាន promotion ច្រើនមែនតើ promotion ក្នុង app ហើយប្រើប្រមូលកូនបានលុយមកវិញទៀតដើម្បីសម្រួលដល់ការធ្វើដំណើរនៅក្នុងស្រុកទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នា Where are you from? So I'm from the United States. How long do you plan to stay in Cambodia? I think we have another 3 days looking around the culture. I think this is very cool, you know, seeing the sculptures and the carvings in nature. I think it's been one of the coolest things about all of this. As a Cambodian, I am really proud that you're interested in our culture, you know, historical place. Many people are curious, so do you think it is safe to travel in Cambodia?
Yeah, I mean, I haven't had any issues so far when I've been traveling. I've been staying in Siem Reap, so I haven't had any like incidents or anything like that. Everyone seems kind of friendly, especially on a lot of these tour visits and everything like that. Everyone's very welcoming and kind. Cambodia is beautiful, very beautiful. I love all the culture. I love the nature and all the temples. It's very worthwhile coming here and experiencing all of it. Hope to see you again next Yes. time. Yeah, welcome you every time. Yes, Yeah. thank you, thank you. It is safe to travel in Cambodia ពីណាគេថាស្រុកខ្មែរដើរលេងអត់បាន No គឺខ្ញុំមកលេងនៅក្បាលស្ពានថ្ងៃនេះគឺឃើញមានភ្ញៀវច្រើនខ្លាំងមែនតើហើយសិតតែជារូបចម្លាក់អ្នកទាំងអស់គ្នាហើយដើរតាមនេះគឺត្រជាក់មែនតើណាខែនេះគឺនៅមានទឹកបងប្អូនអញ្ចឹងយើងមកគឺយើងចូលព្រៃយើងចូលអីគឺយើងអត់ភ័យថាដាច់ទឹកអត់មានទឹកញ៉ាំអត់អីទេនេះយើងអាចដើរតាមជាភៀង You came here alone? No, I'm with my dad. មកដើរលេងតែឯងក៏បានដែរតាមពិតហ៎សិតតែភ្ញៀវបរទេសខ្ញុំនិយាយមែនអ្នកគ្នានេះហើយយើងចុះទៅសិតតាឥណ្ឌាបងប្អូនសួរបូកាមេរ៉ា Can we film? It's okay just 1 week Malaysia, 1 week Cambodia. Mom dad, mom. mom son okay dad okay She's saying that the nature of people around here is very good. Everyone's trying. អូយទឹកត្រជាក់ល្អមីងទឹកឡើងត្រជាក់ធម្មជាតិហ្មងណានេះទឹកអម្រឹតណាអ្នកទាំងអស់គ្នាចាមកគុំទឹកអម្រឹតសិតតែភ្ញៀវបរទេសហ្មង នេះមានតែអីបារាំងមកមានអីខ្មែរមកពីបារាំងមួយសិតបរទេសហ្នឹងទៅអីគាត់សើចរហូតគាត់ស្រស់ដល់លេអ៊ីណ្ឌាគាត់ស្រស់ហ่ะ I love your glasses និយាយទៅអ៊ីណ្ឌាគឺគាត់អត់ចេះអង់គ្លេសទេបងប្អូនអញ្ចឹងទៅគឺខ្ញុំប្រើភាសាកាយវិការផងភាសានិយាយផងជាមួយនឹងគាត់អញ្ចឹងណា I love this one Bindi. what does it call yeah this one This one. this អានេះគេហៅអីគេមិញគាត់ដាក់នៅលើបាននេះស្អាតហ่ะ Oh you can take it out ដោយសារតែខ្ញុំទៅសារថាគ្រាប់តែគាត់បិទក្តារថ្ងាសគាត់នឹងស្អាតច្រើនដងពេកគឺគាត់បកពីថ្ងាសរបស់គាត់បិទឲ្យខ្ញុំបដ ாய் និយាយទៅអ៊ីណ្ឌាគឺគាត់ចិត្តល្អខ្លាំងមែនតើខ្ញុំមិនដែលស្គាល់គាត់ពីមុនទេតែតែជួបគាត់នៅលើភ្នំនឹងឯងចុងក្រោយក៏បានសុំគាត់ថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងទៅគីឡូថ្ងៃក្រោយទៅលេងឥណ្ឌាទៅលេងអីអញ្ចឹងបបួគាត់ដើរលេងគាត់ជូនដើរម្ដងអញ្ចឹងណាបងប្អូនរបស់ខ្ញុំគឺអត់មានអីទេបងប្អូនគឺមានជូនបងប្អូនដើរលេងហើយមើលសកម្មភាពប្លែកៗដែលខ្ញុំបានជួបប្រទេសកំឡុងពេលខ្ញុំដើរលេងម្នាក់ឯងបងប្អូនចុងក្រោយបើសិនជាបងប្អូនមានកម្រងចង់ទៅដើរលេងអីគឺកុំភ្លេចកក់ស្បត់តាម Red Bus វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងចាំជួបគ្នាក្នុងវីដេអូក្រោយបាយ